ថ្ងៃនេះដែរនាងខ្ញុំចាអនុប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គមយើងបានចុះមកទីតាំងស្ពានស្លាគូចានៅក្នុងបរិវេណអមសងខាងផ្លូវឃើញថាសម្រាមមិនជាសូវមានច្រើនទេប៉ុន្តែដោយសារតែយើងចង់សម្អាតឲ្យស្អាតហើយបានសហការជាមួយនឹងអាជ្ញាធរនៅភូមិស្រងាឧត្តមសូយ៉ាហើយយើងទៅមើលទស្សនវិជ្ជាទាំងអស់គ្នាថាតើពួកគាត់កំពុងធ្វើអីខ្លះនៅក្នុងបរិវេណចាស្ពានស្លាគូយើងនេះចាឃើញថាគាត់មិនមានញឹកខ្លាំងមែនតើយើងមានឃើញយើងឃើញមាននៅសំណល់ចាដូចជាមានខោទឹកនោមមានសំណល់កាសបាយផ្សេងយកមកចោលមិនមែនថាជាសម្រាមកំប៉ុងកាហ្វេកំប៉ុងអីទេនៅសម្រាមមិញនេះគឺយើងបានរើសឲ្យស្អាតហើយអញ្ចឹងផ្លេតកម្មនេះដែរនាងខ្ញុំចាតំណាងឲ្យសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គមដូចជាអាជ្ញាធរនៅក្នុងតំបន់នេះស្នើសុំទៅដល់បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលធ្វើដំណើរនៅតាមបរិវេណដងស្ពានស្លាគូនេះក៏ដូចជាបងប្អូនដែលរស់នៅតាមក្បែរស្ពាននេះសូមចូលរួមសហការមួយគ្នាគឺជៀសវាងការយកសម្រាមមកចោលនៅទីសាធារណៈបែបនេះគឺវាអត់ល្អទេចាវាខូចសោភ័ណភាពប្រទេសយើងក៏ដូចជាធ្វើឲ្យចាបរទេសដែលមកចាទស្សនានៅប្រទេសកម្ពុជាយើងគាត់វាតម្លៃថាយើងចេះយើងចង់អញ្ចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងបន្ទាប់ពីថ្ងៃដែលខាងសមាគមក៏ដូចជាអាជ្ញាធរនៅខាងម្ដុំស្ពានស្លាគូនេះបានសម្អាតហើយសូមធ្វើការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវជៀសវាងការចោលសម្រាមពាសវាលពាសការនៅតាមដងផ្លូវជាតិចាសូមអរគុណ